រឿងរ៉ាវនេះខ្ញុំអានហើយចង់យំព្រោះអីវាកើតឡើងចំពោះគ្រួសារខ្មែររបស់យើងដែលនៅសហរដ្ឋអាមេរិកនៅក្នុងថ្ងៃទី3 ខែ 1 ឆ្នាំ2022ប៉ូលីសមកពីខាងទីក្រុង Clarksville រដ្ឋ Tennessee បានទទួលទូរស័ព្ទដើម្បីឲ្យទៅឆែកផ្ទះបងប្រុសឈ្មោះសុធនអៀនហើយនិងបងស្រីឈ្មោះ Terry Lim នៅប្រហែលជាម៉ោង 9 កន្លះយប់ជាងហ្នឹងប៉ូលីសបានទៅដល់ផ្ទះរបស់បងប្រុសសុធននៅពេលដែលគេទៅដល់គេបានឃើញបងប្រុសសុធននេះគេស្ដោកស្ដឹងស្លាប់ដោយត្រូវបានគេបាញ់មួយគ្រាប់ចំកណ្ដាលថ្ងាសធ្លុះទៅខាងក្រៅបងប្រុសសុធននេះគឺគាត់ធ្លាប់ធ្វើជាទាហាននៅក្នុងប្រទេសអាមេរិកហើយនៅចិត្តសាកសពរបស់បងប្រុសសុធនហ្នឹងគឺភរិយារបស់គាត់ហើយនឹងកូនប្រុសស្រីរបស់ពួកគេទៅពេលដែលប៉ូលីសទៅដល់នេះគាត់នៅរស់រានមានជីវិតទេប៉ុន្តែគាត់ដូចជាមនុស្សអត់មានវិញ្ញាណក្នុងខ្លួនអញ្ចឹងគេក៏បានយកបង Terry នេះចូលមន្ទីរពេទ្យដើម្បីឆែកសុខភាពគាត់អីចឹងទៅប៉ុន្តែគាត់ធម្មតាទេស្អែកឡើងគេក៏បានចាប់បង Terry ពីវត្តដែលគាត់នេះបាញ់សម្លាប់ស្វាមីរបស់គាត់មុនដំបូងបង Terry នេះបាននិយាយថាការដែលគាត់បាញ់ស្វាមីរបស់គាត់ហ្នឹងវាគឺជាឧបទ្ទហេតុទេគឺដោយសារតែពួកគាត់នេះលេងកំភ្លើងចាស់លេងទៅវារាកាយធ្វើឲ្យត្រូវក្បាលប្តីរបស់គាត់បាត់បង់ជីវិតប៉ុន្តែប៉ូលីសនៅស្រុកនេះគេស៊ើបសាហាវណាស់ដោយសារតែនៅក្នុងផ្ទះរបស់ពួកគាត់ទាំងពីរហ្នឹងក៏មានកាមេរ៉ាសុវត្ថិភាពដែរហើយវាឃើញមានការខុសប្លែកខ្លាំងមែនទែនប៉ូលីសគេធ្វើសកលវិច័យគេនិយាយថាគ្រាប់កំភ្លើងដែលត្រូវក្បាលរបស់បងសុធនហ្នឹងគឺត្រូវដោយថាចិត្តបំផុតគឺរបៀបដូចថាមានមនុស្សម្នាក់យកកំភ្លើងមកភ្ជង់ថ្ងាសរបស់គាត់ហើយបាញ់មិនមែនរាកាយមកពីកន្លែងណាផ្សេងត្រូវធ្វើឲ្យគាត់បាត់បង់ជីវិតទេបន្ទាប់មកគេបានឃើញក្នុងកាមេរ៉ាសុវត្ថិភាពទៀតថាបង Terry នេះនៅប្រហែលជាម៉ោង 12-15 នាទីថ្ងៃហ្នឹងបន្ទាប់ពីបានឮស្នូរសំឡេងកំភ្លើងនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ពួកគេហើយយើងបានឃើញបង Terry នេះដើរមកបិទបង្អួចចាក់សោទ្វារតបមកគេឃើញបង Terry នេះកាន់កំភ្លើងហើយដៃម្ខាងទៀតគឺមានកំបិតនៅក្នុងដៃចាស់បន្ទាប់មកម៉ោង 7 ថ្ងៃក៏ឃើញគាត់នេះអត់ចាក់សោទ្វារវិញនៅក្នុងព័ត៌មានហ្នឹងគេនិយាយថាបង Terry មិនមែនមានបំណងសម្លាប់ស្វាមីគាត់ទេគឺគាត់ធ្វើដោយអចេតនាប៉ុន្តែមេធាវីរបស់ខាងជនរងគ្រោះគឺគេមិនជឿអញ្ចឹងទេគេជឿថាបង Terry នេះគឺគាត់មានបំណងសម្លាប់ប្តីរបស់គាត់តែម្ដងព្រោះអីកាយវិការរបស់គាត់ទាំងអស់មិនមែនជាកាយវិការដែលថាកើតឡើងដោយអចេតនាទេព្រោះអីបើសិនជាកើតឡើងដោយអចេតនាដល់ពេលដែលមានការបាញ់ភ្លាមបង Terry នេះអាចទៅប៉ូលីសភ្លាមនិយាយថាមានរឿងរ៉ាវនេះកើតឡើងគាត់អត់ទេបងប្អូនចាគឺបងសុធននេះគឺគាត់បាត់បង់ជីវិតតាំងពីម៉ោង 12 ថ្ងៃត្រង់ជាងតម៉ោង 9 កន្លះជាងយប់ពេលដែលប៉ូលីសទៅឆែកមើលហ្នឹងគឺគាត់បាត់បង់ជីវិតនៅនឹងតបមកបង Terry នេះបន្ទាប់ពីមានរឿងរ៉ាវកើតឡើងគាត់យកកំភ្លើងគាត់លាក់នៅក្រោមអាទូដាក់ខោអាវហើយគាត់អត់ទេហៅប៉ូលីសទេហៅអីដល់ពេលអញ្ចឹងតុលាការបានកាត់ទោសឲ្យបង Terry នេះជាប់គុកអស់មួយជីវិតនេះគឺជាអ្វីដែលខ្ញុំអានលើអ៊ីនធឺណិតទេណាបើសិនជាអ្នកទាំងអស់គ្នាមានព័ត៌មានបន្ថែមអាចបន្ថែមឲ្យខ្ញុំបានចាបន្ទាប់ពីឃើញព័ត៌មាននឹងហើយខ្ញុំក៏ទៅ Facebook ឆែករកឈ្មោះពួកគាត់សកម្មភាពរបស់ពួកគាត់នៅលើ Facebook ទាំងស្វាមីទាំងភរិយាគឺថាមើលទៅពួកគាត់ផុសមួយពាក្យមួយម៉ាត់គឺសុទ្ធតែស្រឡាញ់គ្នាសុភមង្គលស្រឡាញ់គ្រួសារខ្ញុំខ្លាំងណាស់ស្រឡាញ់ស្វាមីខ្ញុំខ្លាំងណាស់ស្រឡាញ់ភរិយាខ្ញុំខ្លាំងណាស់គឺថាយើងមើលអត់ដឹងថាពួកគាត់មានបញ្ហាអីសូម្បីតែគេសម្ភាសមិត្តភក្តិជិតស្និទ្ធរបស់បង Terry ហើយនិងបងសុធនហ្នឹងក៏គេនិយាយដែរថាពួកគេពិតជាភ្ញាក់ផ្អើលមែនតើគឺដោយសារតែបង Terry ហើយនិងបងសុធននេះមើលទៅគឺជាគូស្នេហ៍មួយគូដែលថាស្រឡាញ់គ្នាខ្លាំងរៀបការមួយគ្នាបាន 5-6 ឆ្នាំមានកូនមួយគ្នាអានេះដែលខ្ញុំតែងនិយាយថាអាអ៊ីនធឺណិតនេះពេលខ្លះបង្ហាញយើងគឺវាអត់ដូចជាអ្វីការពិតនៅក្នុងផ្ទះទេបងប្អូនចាហើយអ្វីដែលសំខាន់នេះយើងអត់ដឹងថានៅក្នុងផ្ទះគាត់នឹងមានបញ្ហាអ្វីពិតប្រកបហើយឥឡូវកូនរបស់គាត់ទាំងពីរនាក់ហ្នឹងគឺនៅក្នុងការមើលថែរបស់ក្រុមគ្រួសាររបស់គាត់សុំវល់កុំធ្វើអីបងប្អូនចាមានបញ្ហាអីដើរចេញចាសុខចិត្តលេងលះគ្នាក៏យើងគិតដល់កូនយើងដែរឥឡូវហ្នឹងមិនឪពុកបាត់បង់ជីវិតម្ដាយក្នុងពន្ធនាគារកូនកំព្រាទោះជានៅជាមួយសមាជិកគ្រួសារក៏ដោយពេលខ្លះសុភមង្គលគឺមិនដូចនៅជាមួយឪពុកម្ដាយបង្កើតខ្លួនឯងទេចាខ្ញុំដឹងថាកុសក្មេងៗនឹងគាត់ចាំឯប៉ុន្តែគិតមើលគេងនៅក្រោមភួយហើយសាកសពឪពុកនៅចិត្តនឹងអូយខ្ញុំគិតអត់ចាញ់ទេសូមមេត្តាគិតដល់កូនផងចា